បាទថ្ងៃនេះគឺមេជាងកាសបាទមេជាងកាសបាទក្រៅពីព្រលឹមតែម្ដងបាទមកមើលបាទសម្រិតសម្រាំងទូករបស់ពុកម៉ែបងប្អូនបើតាមការសាកសួរគាត់អំបញ្ញមិញនេះគឺគាត់នេះគឺសម្រិតសម្រាំងបាទសម្រាប់អ្នកខេត្តព្រៃវែងបាទពុកម៉ែបងប្អូនអ្នកខេត្តព្រៃវែងតែម្ដងបាទថ្ងៃនេះជាងគាត់លេងខោកបយនិងអាវពណ៌ឈាមជ្រូកទៀតបាទអូអែមសមជាមួយនឹងសាច់ទូកដែលកំពុងតែធ្វើនេះតែម្ដងបាទថាធានប្រលបទសម្ភារទេបាទព្រោះថាខ្លាចល្បីខាងពេកបាទឥឡូវនេះគឺតាមការជំនុំរបស់គាត់បាទគឺទូកខ្លីខ្នាតអន្តរជាតិទាំងពីរនេះបាទនឹងត្រូវយកទៅខាងខេត្តព្រៃវែងបាទអញ្ចឹងផ្ញើវីដេអូដល់ពុកម៉ែបងប្អូនអ្នកខាងខេត្តព្រៃវែងផងបាទប្រហែលជានៅខាងវត្តអន្លង់ទ្រាបាទខ្ញុំមិនសូវស្គាល់ទេបាទមិនដឹងទេខាងណាខាងណីដែរទេបាទធ្លាប់តែឃើញពុកម៉ែបងប្អូនមកចូលខមមិនអីហ្នឹងបាទអ្នកខេត្តព្រៃវែងបាទតែមិនដឹងថានៅម្ដុំណានោះគឺអត់ដឹងទេបាទអញ្ចឹងគឺមិនជាងកាសបាទគាត់ខិតខំសម្រាំងមែនតែនបាទហើយពីម្សិលហ្នឹងលើថាលោកគ្រូបាននាំយកនៅស្បៀងបាទដូចជាអង្ករហើយនឹងត្រីសាច់អីបាទមកជូនដល់ខាងជាងទៀតបាទបានថៃតលេ2គីឡូទៀតគុំបាទមានមីមានថៃខទៀតបាទអូចាំមកឈុតតែម្ដងបាទដោយសារតែនេះបាទមេជាងបាទគាត់អត់មានអ្នកធ្វើម្ហូបអីត្រឹមត្រូវទេបាទគេកំសត់តិចហើយបាទទេបាទអញ្ចឹងក៏បាទលោកគ្រូបាទជូនជាឧបភោគបរិភោគដល់ជាងតែម្ដងបាទតែគាត់មិនសូវមានអ្នកជួយធ្វើម្ហូបបាទច្រើនតែឆាចៀនអញ្ចឹងទៅក៏ចុះនៅខាងនោះហ្នឹងក៏មានអ្នកធ្វើម្ហូបដែរបងជាងខាងនោះដូចខាងនោះហ្នឹងហើយគាត់អ្នកធ្វើម្ហូបឲ្យហីបាទចុងភៅអូចុងភៅបាទចុងភៅគាត់នៅហ្នឹងហ្មងឬក៏នៅណាអូគាត់នៅហ្នឹងហ៎បាទចឹងតែគាត់អូចឹងគាត់ជួយធ្វើម្ហូបឲ្យណាអូបាទមិនអីទេបាទមិនជើនិយាយធ្វើកំសត់ទេបាទតាមពិតទៅគឺមានអ្នកធ្វើម្ហូបនៅនឹងស្រេចហើយបាទគឺបងស្រីដែលខ្ញុំហូបបាយហូបអីជាមួយគាត់ដែរបាទគឺគាត់ជួយធ្វើម្ហូបឲ្យតែមេជាងនេះគាត់មកគឺគាត់ធ្វើម្ហូបធ្វើអីឲ្យហើយបាទឥឡូវដែលបានហូបអីជាមួយគាត់ទៀតបាទដោយសារតែរវល់ខ្ញុំចាំមានពេលតំណេបាទនឹងហូបអីជុំគ្នាជាមួយគាត់ទៀតបាទដូចជាអស់ហើយបាទវីដេអូសម្រាប់ព្រឹកនេះបាទអញ្ចឹងសូមអរគុណពុកម៉ែបងប្អូនដែលតែងតែតាមដានទស្សនាវីដេអូរបស់adminរហូតមកបាទសូមបញ្ជាក់ថានៅព្រឹកនេះបាទគឺមានការបើកសាច់មៀតទូកចំនួន1គឺចំណុះ12នាក់បាទដែលខាងនោះគឺប្រហែលជាយកទៅខាងពញាលឺបាទចំណែកឯ2គ្រឿងខ្នាតអន្តរជាតិនេះវិញបាទជានឹងយកទៅនៅខាងខេត្តព្រៃវែងបាទនៅខាងវត្តអន្លង់ទ្រាបាទមិនដឹងថាខាងលិចឬខាងកើតឬក៏ខាងណាទេបាទបងប្អូនមិនដឹងនោះជួយខមមិននៅក្រោមវីដេអូនេះផងបាទអញ្ចឹងសូមអរគុណសូមជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយៗទៀត